ការព្យាករណ៍លទ្ធផលបទឆប់បាញ់បន្ទាន់ម៉ោង 10 យប់នេះលើជំហររបស់សៀមទី1សមរភូមិយោធាសៀមយកទម្រង់អ៊ីស្រាអែលវាយសង្កត់បង្ខំចរចាប៉ុន្តែកម្ពុជាជារដ្ឋអធិបតេយ្យមិនមែនក្រុមហាម៉ាស់ឡើយទី2សមរភូមិការទូតសៀមជាសមាជិកNATO អាមេរិកនៅអាស៊ីអាគ្នេយ៍ជំហរអាមេរិកចិនរុស្ស៊ីអឺរ៉ុបអង់គ្លេសអាស៊ាននិង UN ផលប្រយោជន៍ជាមួយកម្ពុជាសៀមឈរលើស្ថាបនាទី3តារាសាស្ត្រសៀមច្បាស់ជាវាយ3ខែទៀតប៉ុន្តែកម្ពុជានឹងឈ្នះសៀមតាមអំណាចធម្មជាតិសរុបចំនួនកម្ពុជាសៀមជារឿងព្រំលិខិតជាហេតុចាប់ផ្ដើមបែកបាក់ជាតិធ្ងន់ធ្ងរចុះខ្សោយរហូតអបសាននគរសៀមចំណែកអនុទានពីនាយករដ្ឋមន្ត្រីខ្លាចជាជនគេបោះបង់ចោលចំពោះកម្ពុជាជាហេតុត្រូវតែជួបដើម្បីបើកផ្លូវខ្លាយជាអាណាចក្រម្ដងទៀតនៅអាស៊ីតស៊ូទាំងអស់គ្នារួមជាមួយរាជរដ្ឋាភិបាលនិងវរៈកងទ័ពយើងដើម្បីឆ្លងកាត់វិញ្ញាសាពិសេសនេះដោយជោគជ័យ